នីយទានីវេរមណីសិក្ខាបទាំងសមាទិយាមិអតនេតិ ដើម្បីក្តីស្រងដើម្បីសន្តិភាពក្នុងព្រះរាជាណាចក្រកម្ពុជាជំរាបសួរបងបងចេញឈ្មោះអីបងឈ្មោះអីដែរបាទខ្ញុំឈ្មោះហៅថុចបងមកទីនេះក្នុងគោលបំណងពីនេះបាទខ្ញុំមកទីនេះដើម្បីចូលរួមក្នុងពិធីបួងសួងសូមសន្តិភាពសម្រាប់ប្រទេសកម្ពុជាយើងគណៈពេលដែលប្រទេសយើងកំពុងតែជួបបញ្ហាសង្គ្រាមនេះតើការបួងសួងអីនេះបញ្ជាក់ពីអ្វីដែរបងបាទសម្រាប់ក្នុងកលៈទេសៈនេះដោយសារយើងមានកិច្ចព្រមព្រៀងហើយអញ្ចឹងខ្ញុំយល់ថាយើងសូមបួងសួងឲ្យបានល្អជាងនេះទៅទៀតដោយសារយើងឲ្យមានសុខសន្តិភាពជារៀងរហូតហើយអញ្ចឹងគ្រប់និន្នាការទាំងអស់មានគោលដៅរួមតែមួយដើម្បីបានស្រុកប្រទេសកម្ពុជាយើងបានសុខសន្តិភាពជាចុងក្រោយបងមានពាក្យពេចន៍អីផ្ដាំផ្ញើទៅដល់ប្រជាជនភាសាឬក៏បងបាទជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើអ្វីដែលការបួងសួងខ្ញុំបានទៅដល់គ្រប់ជនជាតិកម្ពុជាទាំងអស់ហើយក៏សូមឲ្យមានការជឿទុកចិត្តទៅលើរដ្ឋាភិបាលដែលក្រោមការដឹកនាំរបស់គណៈមហាសេនាបតីនិងនាយករដ្ឋមន្ត្រីដែលគាត់បានចាត់ទុកដាក់ទាំងផ្លូវការទូតទាំងផ្លូវយោធាហើយនិងការដឹកនាំប្រទេសអរគុណច្រើនបាទ